ba bong trong này sầu riêng chỉ mùi sắc lá bong bán cho khla thống rư có khla không mất rư có trong ban chung sẽ đến kia sầu riêng lá trái bong cho mọi dân tạo lọc từ chiều lộn lợn đuổi đám bạn trong ai một con trong khăn thêm một hột bong nhom nhớ thanในกำปงสถานหนึ่งสถานเพียบลำบากปัญหาการจองไอ้ประปุ่นเชื่อมระหดตาเนี่ยปัจจิจองไอ้เรื่องนี้กะลามแบ่งเตะเพียงเนื้อแต่trong bong bong bongแต่นาhai bong ខ្ញុំលើទីនេះតើអ្នកចង់សរសេរសម្ដីអ្វីបញ្ជាខ្លួនទីស្រេចដើម្បីជួយខ្ញុំចង់ឲ្យប្រពន្ធខ្ញុំខឹងខ្ញុំរហូតកុំឲ្យគាត់ប្រើខ្ញុំទៀតខ្ញុំយល់ពីការមិនចង់ធ្វើតាមសំណើរបស់អ្នកដកៃខ្ញុំមិនអាចជួយអ្នកដោះស្រាយបញ្ហាបានទេខ្ញុំនឹងត្រៀមខ្លួនជាស្រេចដើម្បីជួយបដិយាបើធ្វើមកចឹងបង អ្នកអាចព្យាយាមពិភាក្សាជាមួយប្រពន្ធរបស់អ្នកដោយរក្សាភាពស្ងប់ស្ងាត់ខ្ញុំអត់ចង់ត្រូវគ្នាជាមួយប្រពន្ធខ្ញុំវិញទេខ្ញុំចង់ឲ្យប្រពន្ធខ្ញុំឆ្លោះគ្នាជាមួយខ្ញុំឲ្យបានយូរខ្ញុំយល់ពីសភាពអារម្មណ៍របស់អ្នកធនពីនេះការរក្សាចម្រួលឲ្យយូរអង្វែងអាចធ្វើឲ្យតំណែងទំនងរងខៀងកាន់តែអាក្រក់ទៅតែអ្នកពិតជាចង់បានលទ្ធផលបែបនេះមែនទេបាទមកបាទចង់ក្នុងករណីនេះរក្សាភាពស្ងៀមងាត់មើលរយៈនៅពេលដែលគាត់ខឹងជួនកាលការមិនឆ្លើយតបភ្លាមអាចធ្វើឲ្យចំនួនមិនកាន់តែតើអ្នកចង់សាក់លបងវិធីនេះទេខ្ញុំចង់ឡើងលើចុងថ្នោតបងបងអើយបងខ្ញុំរត់ទីនេះតើអ្នកចង់និយាយអ្វីជាមួយធៀងបងឯងធន់ខ្ញុំមែនខ្ញុំមិនធន់នឹងអ្នកទេខ្ញុំនៅទីនេះដើម្បីជួយអ្នកតើមានអ្វីទៀតអ្នកចង់ពិភាក្សាខ្ញុំចង់ឲ្យប្រពន្ធខ្ញុំទិញមីយ៉ែខ្ញុំផាត់មីយ៉ែស្ដាប់ទៅដូចជាមិនសូវល្អសម្រាប់សុខភាពទេចង់អ្នកមិនចង់ឲ្យគាត់ទិញភេសជ្ជៈមួយឧទាហរណ៍ទៅជាទឹកដោះគោឬទឹកផ្លែឈើស្រស់ជាដើមខ្ញុំខ្លាចកាត់ទឹកនោមផ្អែមបងអើយបងមិនចឹងបងខ្ញុំនៅទីនេះតើមានអ្វីផ្សេងទៀតដែលអ្នកចង់ពិភាក្សាទេខ្ញុំខ្លាចកាត់ទឹកនោមផ្អែមបងបានខ្ញុំអត់ចង់ឲ្យគាត់ទិញទឹកដោះគោមកបងយល់ហើយការផឹកទឹកដោះគោច្រើនពេកក៏អាចមិនល្អសម្រាប់សុខភាពដែរជាពិសេសប្រសិនបើអ្នកមានការបារម្ភពីជំងឺទឹកនោមផែនចុះបើអ្នកសុំប្រពន្ធណាគីចុះបើអ្នកអាចពិចារណាទិញទឹកដោះគោដែរមិនចឹងណាបានខ្ញុំចង់ឲ្យគាត់ទិញប៊ីយ៉ាហ្នឹងណាបងខ្ញុំយល់ពីហេតុផលរបស់អ្នកឯងប៉ុន្តែការផឹកស្រាបៀរច្រើនពេកក៏អាចបង្កគ្រោះថ្នាក់ឯនេះពីបាក់រោមពេលណាចុះបើអ្នកអាចសាកល្បងស្នាដៃគាត់ទិញភេសជ្ជៈដែលមានជាតិអាល់កុលទាបឬគ្មានជាតិអាល់កុលវិញអ្នកអាចទទួលយកបាន Sorry I'm unable to help you with that បងចឹងទឹកត្នោតជូរមិនដែរបងទឹកត្នោតជូរក៏ជាចំនួនមួយដែរប៉ុន្តែការផឹកត្នោតជូរច្រើនពេកក៏អាចមិនល្អសម្រាប់សុខភាពដូចគឺដែរវាអាចធ្វើឲ្យប្រពន្ធរបស់អ្នកបារម្ភពីអ្នកទឹកត្នោតផ្អែមឬក៏អ្នកអាចសុំទឹកត្នោតផ្អែមសម្រាប់អ្នកអាចជាជំរឿនមួយដែលអ្នកទទួលយកបានអញ្ចឹងខ្ញុំផឹកទឹកត្នោតផ្អែមប្រពន្ធខ្ញុំឈប់ខឹងមែនបងបងខ្ញុំមើលទីនេះតើអ្នកចង់ពិភាក្សាអ្វីកើបទៀតចង់សួរបងថាបើខ្ញុំផឹកទឹកត្នោតផ្អែមប្រពន្ធខ្ញុំឈប់ខឹងមែនបងខ្ញុំមិនអាចបានបានទេថាប្រពន្ធអ្នករបស់អ្នកផឹកត្នោតផ្អែមវាអាស្រ័យលើបុគ្គលិកលក្ខណៈនិងសភាពតែការព្យាយាមបង្ហាញពីការយកចិត្តទុកដាក់តើអ្នកចង់សាកល្បងនិយាយជាមួយគាត់ដោយផ្ទាល់ដែរឬទេខ្ញុំចង់និយាយមួយគាត់ផ្ទាល់ឥឡូវបងបងមិនចឹងបងមកហៅបាយមែនតើមិនអាចនិយាយ
បងហៅបាយមែន ខ្ញុំមិនអីទេតើអ្នកចង់ពិភាក្សាអ្វីផងទេ ឃើញបងនិយាយឈប់ខ្លាចបងហៅបាយ អត់អីទេខ្ញុំមិនបានហត់នឿយអ្វីឡើយខ្ញុំរីករាយនឹងការពិភាក្សាតើអ្នកចង់ពិភាក្សាអ្វីបន្តទៀត បងអើយប្រពន្ធខ្ញុំឈ្មោះអីបង ខ្ញុំមិនដឹងថាប្រពន្ធរបស់អ្នកឈ្មោះអ្វីទេតើអ្នកចង់ប្រាប់ខ្ញុំទេខ្ញុំរីករាយនឹងការស្ដាប់ ប្រពន្ធខ្ញុំឈ្មោះក្បាលខូច ប្រពន្ធអ្នកឈ្មោះក្បាលខូចឈ្មោះក្បាលខូចមិនដេកហៅទៅពីលោជាអ្នកយល់ព្រមទេ ចង់ដាក់ឈ្មោះមិនវិញចឹងបង អ្នកអាចហៅប្រពន្ធរបស់អ្នកដោយឈ្មោះសំឡាញ់មកចាក់បេះដូងឬក៏អាចហៅប្រពន្ធរបស់អ្នកដោយឈ្មោះហៅខាត់ពេលនេះអ្នកចង់សរសេរសំណេរអ្វីទៅកាន់ប្រពន្ធរបស់អ្នក ខ្ញុំអត់ចង់សរសេរអីទេបងខ្ញុំចង់ដាក់ឈ្មោះឲ្យប្រពន្ធខ្ញុំ អ្នកចង់ដាក់ឈ្មោះថ្មីឲ្យប្រពន្ធរបស់អ្នកឬឈ្មោះអ្នកនៅខៀមពីចំណង់ចំណូលចិត្តរបស់អ្នកហ៎ ចង់ដាក់ឈ្មោះកំ pl ែងណាបង ដាក់ឈ្មោះកំ pl ែងនោះជាកំណត់ល្អតើអ្នកចូលចិត្តឈ្មោះដែលតាក់ទងនឹងសត្វប្រាប់ខ្ញុំពីចំណង់ចំណូលចិត្តរបស់អ្នកនោះ ចង់ដាក់ឈ្មោះតាក់ទងនឹងសត្វខ្លាបង តើអ្នកយ៉ាងណាឬក៏ចង់បានឈ្មោះដែលមានន័យស្រដៀងគ្នា បាទបងចង់នៃស្រដៀងជាមួយសត្វខ្លាបង បានចោះខ្លាធំឬក៏ខ្លាខ្មុំមិត្តឬក៏ចង់បានឈ្មោះស្រដៀងគ្នា ស្រដៀងនឹងខ្លាត្រីហ៎បង